ធ្វើដូចទ្រង់ពេលដែលនាងឮថាទ្រង់ទទួលទានមួយថ្ងៃមួយពេលនាងក៏ធ្វើដូចជាទ្រង់ពេលនាងដឹងថាទ្រង់មិនផ្ទុំលើគ្រែនាងក៏ធ្វើតាមពេលនាងនៅតែម្នាក់ឯងរាជាផ្សេងក៏មានចិត្តចំពោះនាងតែនាងបែរជាបដិសេធមិនព្រមទាល់តែសោះមហាបពិតមិនត្រឹមតែជាតិនេះទេសូម្បីតែជាតិមុននាងក៏នៅក្បែរបុត្ររហូតហើយបូជាខ្លួនចំពោះបុត្រយសោធារានាងមានការអត់ធ្មត់ចំពោះការប្រត់ប្រាស់កម្លាំងនេះឯងធ្វើឲ្យយើងមានទឹកចិត្តក្នុងការប្រណិប័តដល់ព្រះពុទ្ធជាម្ចាស់ហើយជាទួនាទីរបស់យើងនៅក្នុងការផ្សព្វផ្សាយព្រះធម៌ជាសេចក្តីសុខដល់មនុស្សទាំងឡាយខ្ញុំម្ចាស់សប្បាយចិត្តលើទ្រង់សូមឲ្យភារកិច្ចរបស់ទ្រង់បានជោគជ័យហើយសូមឲ្យព្រះធម៌រីកពាសពេញផែនដីទៅចុះព្រះហលបាត់មេត្តាលោកសង្ឃអង្គនោះជាបិតារបស់បាត់ទ្រង់មានតម្លៃមហិមាណាស់ទៅលោកទ្រង់ទៅហើយសូមសម្បត្តិពីទ្រង់ព្រះបិតាសូមបីទេសមររបស់ទ្រង់ក៏ធ្វើឲ្យបុត្ររីករាយដែរព្រះមេត្តាប្រាប់ឲ្យទូលបង្គំសូមសម្បត្តិពីទ្រង់បុត្រសម្លាញ់បិតាគ្មានទ្រព្យសម្បត្តិសំខាន់អ្វីនៅជាប់នឹងខ្លួនទេតែបើបុត្រត្រូវការបិតានឹងឲ្យលោកកត្រៈសម្បត្តិដល់បុត្រសិរីបុត្រចូលអ្នកបំពុះរិហុលទៅហើយឲ្យលោកកត្រៈសម្បត្តិដល់គេដើម្បីចូលដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃស្អីគេហេតុអីក៏បុត្រធ្វើដូច្នេះបុត្រធ្វើយ៉ាងម៉េចទៀតហើយបិតាសោកស្ដាយណាស់ដែលរាហុលចៅប្រុសបិតាត្រូវបួសទៀតពេលបុត្រចេញពីព្រះរាជវាំងបិតាសង្ឃឹមលើរាហុលបិតាសប្បាយដែលឃើញគេលេងគេធ្វើឲ្យបិតាសប្បាយចិត្តពេលបិតានឹកបុត្រតែពេលនេះវាហួសពេលទៅហើយបិតាសូមអង្វរបុត្របានទេបានមហាបពិតការបួសរបស់បុត្រមិនគួរធ្វើទេបើមេត្តាបិតាមិនអនុញ្ញាតបានបុត្រនឹងធ្វើតាមព្រះបិតាសុំហើយកត់ត្រាធ្វើជាច្បាប់របស់សង្ឃបបិទ្ធព្រះអង្គដ៏ចម្រើនយ៉ាងម៉េចអានន្ទមានការអីស្ត្រីភេទអាចសិក្សាពាក្យព្រានប្រដៅហើយនឹងបួសជាភិក្ខុនៃបានដែរឬទេមានអីស្ត្រីក៏ធ្វើបានដែរព្រះសម័យតាមបម្រើព្រះអង្គតាំងពីយូរយារណាស់មកហើយបីបាច់ថែរក្សាព្រះអង្គតាំងពីព្រះមេដាសោយវិឡាឡៃទៅម្លេះតាំងពីយូរណាស់មកហើយព្រះអង្គតាំងពីព្រះអង្គនៅក្មេងមកម្លេះណាមែនយើងដឹងច្បាស់ណាស់ព្រះអង្គដ៏ចម្រើនព្រះនាងកូតមីហើយនឹងស្ត្រីទៀតឈរនៅចាំខាងក្រៅសូមព្រះអង្គអនុញ្ញាតឲ្យបួសជាភិក្ខុនៃផងចុះដើម្បីឲ្យបានដល់នៅបរតនត្រ័យដ៏ធំអានន្ទបើកូតមីនិងមិត្តរបស់នាងអាចប្រតិបត្តិតាមខ8ប្រការបានហើយនោះត្រៀមបួសទៅចុះព្រះអង្គដ៏ចម្រើនមានគេប្រាប់ថាទ្រង់ចង់ជួបទ្រង់គុំពិតមែនហើយឆាប់ចូលមកទេវទត្តសាមវៈរបស់យើងស្ដាប់ពាក្យណែនាំរបស់យើងហើយពួកគេប្រកាន់ខ្ជាប់ពាក្យព្រានប្រដៅរបស់យើងតែទេវទត្តយើងឮមកថាលោកធ្វើខុសដោយរួបរวมគ្នាប្រព្រឹត្តតាមលោកធ្វើខុសពីច្បាប់របស់យើងដើម្បីសាងភាពបែកបាក់ក្នុងចង្កោមសង្ឃវាជារឿងដែលគួរឲ្យសង្វេគណាស់ទ្រង់ដោយចម្រើនបណ្ដាសង្ឃកំពុងតែទទួលនៅទុក្ខវេទនាក្រោយពីទទួលនៅភាពមិនល្អក្នុងការចូលមកលាតត្រដាងក្នុងសាសនាដូចជាជនពីលភេរៈកកិតកនិងព្រាននារីលោកស្នើយ៉ាងម៉េចស្រេចតែទ្រង់ដោយចម្រើនទូលបង្គំសូមស្នើថាសូមឲ្យភិក្ខុនៃគួរតែនៅក្នុងព្រៃទូលបង្គំថែមទាំងស្នើទៀតបណ្ដាភិក្ខុនៃគួរតែចេញបណ្ឌបាតគួរតែពាក់ស្បង់ដែលធ្វើអំពីកណាត់បណ្ដាភិក្ខុសង្ឃគួរតែអង្គុយសមាធិនៅក្នុងព្រៃលើកលែងឆាន់សាច់ហើយសាវកទាំងអស់គួរគោរពតាមច្បាប់វិន័យរបស់សង្ឃឲ្យបានហ្មត់ចត់ទេវទត្តក្រោយពីលោកបួសលោកធ្លាប់នៅក្នុងព្រៃដែរទេមិនដែលទេតើធ្លាប់ស្លៀកស្បង់ជីពរធ្វើអំពីកណាត់ចាស់ទេអត់ទេតើធ្លាប់ប្រាស់ចាកឆាន់សាច់ដែរទេអត់ទេតែធ្លាប់អង្គុយសមាធិក្នុងព្រៃហើយចេញបណ្ឌបាតផងដែរទេវទត្តលោកធ្វើតាម3ក្នុងចំណោម5ប្រការដែលលោកទាមទារមិនបានផងលោកគិតថាបញ្ញត្តិវិន័យទាំងឡាយសមគួរដែរទេមានភិក្ខុជាច្រើនព្រមទទួលវិន័យទាំងនេះទេវទត្តកុំបំបាយក្រុមសង្ឃអីបើលោកមិនយល់ស្របនឹងវិន័យរបស់យើងទេលោកអាចចាកចេញទៅបានទូលបង្គំនឹងទៅជាមួយភិក្ខុដែលតាមទូលបង្គំហើយគោរពចំពោះទូលបង្គំ
លោកចង់ធ្វើអ្វីក៏ធ្វើចោះបើគំនិតរបស់លោកបរិសុទ្ធលោកនឹងទទួលបានល្អតែបើគំនិតរបស់លោកមិនបរិសុទ្ធលោកនឹងទទួលផលអាក្រក់គ្រប់គ្នាមានសេរីភាពនៅក្នុងការពិភាក្សាជាមួយយើងតាមតម្រូវការតែលោកចូលប្រយ័ត្នទង្វើរបស់លោកផងចុះអានន្ទយើងចង់ទៅឲ្យឆ្ងាយមួយរយៈបុព្វព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនដែលសង្ស័យនឹងការសម្ដែងប្រតិរបស់ព្រះអង្គទេតែព្រះអង្គទៅគង់នៅឯណាដែរយើងនឹងទៅតែម្នាក់ឯងក្នុងព្រៃព្រះអង្គគង់នៅក្នុងព្រៃសត្វសាហាវច្រើនណាស់ណាសត្វព្រៃវាគ្មានគ្រោះថ្នាក់ទេតថាគតរកកន្លែងសំគួរឲ្យរស់នៅទីនោះឆាន់តែផ្លែឈើមិនកម្រើកទៅណានឹងដំណើរជីវិតតាមច្បាប់របស់តថាគតផុត3ខែហើយឯងមករកតថាគតចុះសូមឲ្យគ្រប់គ្នាមានក្តីសុខប្រឆាទុកប្រឆាការឈឺថ្កាត់ល្អណាស់ចៅសេកពេលនេះព្រះអង្គគង់នៅឯណានៅទីនេះតាមខ្ញុំមកបុព្វព្រះអង្គដ៏ចម្រើនចូលមកអានន្ទគង់ទៅបានសត្វសេកមួយក្បាលនេះកុំអីទូបង្គំត្រូវវង្វេងផ្លូវហើយម្យ៉ាងទៀតទូបង្គំក៏មិនបានជួបព្រះអង្គដែរអានន្ទនេះជាមិត្តស្មោះរបស់យើងម្នាក់ស្រេចតែព្រះអង្គទេទូបង្គំមិនដែលឃើញអ្វីដែលចម្លែកបែបនេះទេទូបង្គំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងសត្វទាំងអស់នេះនៅក្នុងព្រៃសុទ្ធតែស្មោះត្រង់ចំពោះព្រះអង្គទាំងអស់អានន្ទសត្វនៅក្នុងព្រៃមិនខុសពីសត្វផ្សេងទេពួកគេស្មោះត្រង់ហើយឧស្សាហ៍ព្យាយាមជាងសត្វផ្សេងសម្រាប់យើងមិត្តភក្តិល្អជារឿងគួរឲ្យរីករាយហើយអាចនៅជាមួយពួកគេបានស្រេចតែព្រះអង្គទេតែទីមួយដែលព្រះអង្គគង់នៅទីនេះគ្រប់គ្នាតែងតែគោរពនៅទេវទត្តហើយនឹងសាវកដូច្នេះពួកនោះគិតថាយើងមិនច្បាស់លាស់នោះទេទោះបីយ៉ាងណាក៏ដោយមួយខែក្រោយមកប្រជាពលរដ្ឋចាប់ផ្ដើមមិនពេញចិត្តនឹងទង្វើរបស់ទេវទត្តនិងសាវកពួកគេក៏វែងដុំថ្មត្រូវទេវទត្តនិងសាវកពេលនេះប្រជារាស្ត្រតែងតែនិយាយពីពាក្យពានប្រដៅដ៏ល្អរបស់ព្រះអង្គហើយគេបាននិមន្តព្រះភិក្ខុសង្ឃដទៃទៀតទៅថ្វាយចង្ហាន់ហើយតែងតែសួររកព្រះអង្គជារៀងរាល់ថ្ងៃអានន្ទយើងមិនប្រាប់លោកទេមិនយូរទេការពិតនឹងឈ្នះការមិនពិតបើការប្រណិប័តរបស់យើងត្រឹមត្រូវយើងមិនអាចធ្វើខុសទៀតបានទេព្រោះអាវុធរបស់យើងគឺសច្ចធម៌នោះអីអានន្ទយើងនឹងត្រឡប់ទៅវិញអូព្រះពុទ្ធជាម្ចាស់យើងមកហើយព្រះពុទ្ធជាម្ចាស់យើងមកហើយណ៎ពេលនេះត្រូវដឹកទឹកគ្នាមកហើយត្រូវជួយចាញ់ទេស្រេចតែព្រះអង្គមហារាជាបាក់សេនីកោសលយាងចូលគាល់លោកមហាបរោះចាត់ទុកតែជាកិត្តិយសដែលបានជួបទ្រង់ទូលបង្គំលើរឿងរបស់ទ្រង់ច្រើនមកហើយទូលបង្គំមកសុំពរពីទ្រង់មហារាជាមហាបរោះ